ពួកឯងនាំកូនមករត់កង់3ជាមួយរយយប់អញ្ចឹងអត់ខ្លាចកូនហត់ទេមើលទៅទឹកមុខកូនពួកឯងដូចស្លេកស្លាំងខ្លាំងណាស់តិចកូនពួកឯងឈឺទៅគ្រាន់តែគាត់សួរប៉ុណ្ណឹងភ្លាមណាពូកង់3ម្នាក់ហ្នឹងបានងាកមកមើលគាត់រួចសួរគាត់វិញថាក្មួយឯងមើលឃើញកូនពូដែរមែនកូនស្រីរបស់ពូគឺស្លាប់រយៈពេលកន្លះឆ្នាំហើយបើសិនជាអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍បែបហ្នឹងហើយត្រូវពូកង់3ប្រាប់អញ្ចឹងតើអ្នកទាំងអស់គ្នានឹងមានអារម្មណ៍បែបណាដែរចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាឡងប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលគាត់បានជួបប្រទះកាលពីឆ្នាំ2024ពេលដែលគាត់ហ្នឹងណាទៅខុបកណ្ដាលពួកម៉ាក់របស់គាត់នឹងឯងដោយកម្មវិធីខុបកណ្ដាលពួកម៉ាក់របស់គាត់គេធ្វើរហូតដល់2តង់ទី1គេផឹកស៊ីនៅក្នុងផាប់ក្នុងអីធម្មតាអញ្ចឹងទៅអញ្ចឹងគ្នាដែលទៅចូលរួមនៅពេលហ្នឹងគឺមានគ្នាជិត20នាក់មានពួកម៉ាក់ស្រីប្រុសចម្រុះគ្នាអីអញ្ចឹងណាហើយម្នាក់គេសុទ្ធតែជិះឡានទៅអីអញ្ចឹងទៅចំណែកឡុងដោយសារតែគាត់ខ្លាចការបាក់បោពេលយប់ព្រោះពេលហ្នឹងគឺប៉ូលីសចាប់របៀបថាវាស់ចាក់គាត់វាស់អីផងគឺគាត់ជិះឡានទៅទេគឺគាត់ជិះ pass app ពីផ្ទះរបស់គាត់ហ្នឹងទៅកន្លែងផាប់មួយហ្នឹងអញ្ចឹងទៅអញ្ចឹងគាត់ក៏ទៅចូលរួមជាមួយគេអញ្ចឹងបងប្អូនធម្មតាកម្មវិធីគូកណ្ដាលរបស់ពួកម៉ាក់អញ្ចឹងគឺតែតែមានការផឹកស្រាបច្រកស្រាគ្នាអីអញ្ចឹងហើយប៉ុន្តែដោយសារតែឡុងហ្នឹងគឺគាត់ជាមនុស្សម្នាក់តែវាគាត់ឆាប់ចាញ់ស្រាអញ្ចឹងនៅពេលគាត់ផឹកមុំអញ្ចឹងគាត់តែងតែកិច្ចកុហកគេទៅបន្ទប់ទឹកទៅអីអញ្ចឹងទៅតែជាក់ស្ដែងគឺគាត់គេចង់ផឹកស្រាផឹកអីអញ្ចឹងណាអញ្ចឹងពេលដែលផឹកនៅក្នុងតង់ទី1ហើយអស់ពួកម៉ាក់របស់គាត់ដែលជាម្ចាស់ខូកណាល់ហ្នឹងម្ចាស់ដើមកម្មវិធីហ្នឹងគឺគេបានទេទៅកក់សឡុងនៅក្នុងក្លឹបម៉ាក់កន្លែងហ្នឹងអញ្ចឹងគាត់ក៏ទៅចូលរួមជាមួយនឹងគេជាមួយឯងដែរដោយសារតែគាត់ប្រកាយអត់បានទេព្រោះតែមិត្តភក្តិគាត់ផ្សេងៗគឺដឹងចរិតគាត់ថាឲ្យតែពេលដែលគាត់របៀបថាចង់ទៅផ្ទះអញ្ចឹងគឺគាត់លួចរត់លួចអីអញ្ចឹងទៅម្នាក់គឺខ្វៀលគាត់ខ្លាំងមែនតើអញ្ចឹងគាត់ក៏ទៅចូលក្លឹបជាមួយនឹងគេប៉ុន្តែគាត់និយាយច្បាស់ហ្មងថានៅក្នុងម៉ោងប្រហែលជាខ្ទង់7:01គាត់ត្រឡប់ទៅផ្ទះមុនហើយដោយសារតែផ្ទះរបស់គាត់ហ្នឹងគឺមានម៉ាក់របស់គាត់ចាំបាត់ទ្វារចាំអីចឹងទៅគាត់ខ្លាចម៉ាក់របស់គាត់ពិបាកត្រូវងើបពីគេមកបាត់ទ្វារឲ្យគាត់អីអញ្ចឹងណាគាត់ក៏និយាយពីពួកម៉ាក់គាត់ចឹងទៅចឹងពួកម៉ាក់របស់គាត់ក៏ព្រមដែរទាំងអស់គ្នាចឹងក្រោយពីនិយាយគ្នារួចក៏ទៅក្លឹបមួយហ្នឹងទៅចឹងទៅម្នាក់គឺផឹកស៊ីច្រៀងលវិថារួមអីពេញហ្នឹងអីចឹងណាចំណែកឡុងក៏គាត់អង្គុយមើលតែម៉ោងទេចាំមើលតែពេលណាចូលដល់ម៉ោង1ពឹបគាត់ដឹងតែឡើងលវិថាហៅ pass app ត្រឡប់ទៅផ្ទះរបស់គាត់វិញហើយចឹងគាត់ក៏អង្គុយបន្តមួយគេរួមតិចតួចអីចឹងទៅរហូតដល់ម៉ោងប្រហែលជាខ្ទង់ម៉ោង12កន្លះឡុងគឺគាត់ក៏ហៅពួកម៉ាក់របស់គាត់ថាគាត់សុំទៅបន្ទប់ទឹកសិនចឹងពេលហ្នឹងពួកម៉ាក់របស់គាត់ក៏និយាយថាចេះងាត់ណាស់ដឹងលួចរត់លួចអីចឹងទៅប៉ុន្តែគាត់ថាអត់ទេគាត់ទៅបន្ទប់ទឹកទៅអីចឹងណាចឹងគាត់ក៏ទៅបន្ទប់ទឹកបាត់ពេលគាត់ទៅបន្ទប់ទឹកហ្នឹងគាត់ក៏លួចចេញដល់ឲ្យពួកម៉ាក់របស់គាត់ដឹងទេចេញរួចហ្នឹងគាត់ក៏ដើរទៅមុខក្លឹបលឿនមែនតើដោយសារគាត់ខ្លាចថាពួកម៉ាក់របស់គាត់តាមអត់ទាន់អីចឹងណាពេលដល់មុខក្លឹបមួយហ្នឹងគាត់ក៏ចាប់ផ្ដើមទាញទូរស័ព្ទរបស់គាត់នេះមកហៅ pass app មកហៅកង់3នាទីហ្នឹងដើម្បីជិះត្រឡប់ទៅផ្ទះរបស់គាត់វិញពេលហ្នឹងគាត់ហៅទាំងអស់គ្នាប៉ុន្តែដោយសារតែទូរស័ព្ទរបស់គាត់គឺរឿងអស់ថ្មផងកំពុងតែហៅចឹងគឺវាអលត់ទៅបាត់ចឹងទៅអញ្ចឹងគាត់នឹងក៏ឈររបៀបថារមមើល pass app ដល់តំណងអីគឺគាត់ដឹងតែបោកដៃហើយអញ្ចឹងណាអញ្ចឹងពេលគាត់កំពុងឈរនៅមុខហ្នឹងកន្លែងហ្នឹងគឺវាមានភ្លើងនៅខាងមុខដែរទាំងអស់គ្នាប៉ុន្តែភ្លើងមិនសូវច្បាស់ទេក៏មានពូ pass app ម្នាក់វាហៅលើកដៃសួរគាត់របៀបថាទៅអត់អីអញ្ចឹងណាអញ្ចឹងគាត់ក៏លើកដៃហៅពូហ្នឹងអញ្ចឹងក៏និយាយគ្នាអញ្ចឹងណាពូម្នាក់ហ្នឹងថាឥឡូវដៃហៅជីហៅតាម app ឬមួយក៏ហៅមាត់ផ្ទាល់បើហៅមាត់ផ្ទាល់អត់អីទេខ្លួនឯងធ្លាប់ជិះមិនឲ្យពូប៉ុណ្ណឹងមកអញ្ចឹងដោយសារគាត់ឃើញថាអញ្ចឹងនៅក្នុងកង់នៅក្នុង pass app ហ្នឹងគឺមានក្មេងម្នាក់អង្គុយក្នុងនឹងស្រាប់ផងគាត់គិតថាប្រហែលជាកូនពូម្នាក់ហ្នឹងហើយអញ្ចឹងគាត់គាត់ថាចេះងត់អីជួយជិះគាត់ទៅដោយសារថាវាគឺថាគាត់កម្រឃើញមនុស្សដែលរបៀបថារត់កង់3ទាំងយប់ចឹងហើយនាំកូនមកជាមួយអញ្ចឹងគាត់រៀងអាណិតចឹងគាត់ថាអត់អីពូបងឯងខ្លប់ដប់គេទៅម្ដុំនឹងហ្មងខ្ញុំឲ្យប៉ុណ្ណឹងចាស់អីទេដោយសារពេលហ្នឹងគាត់រៀងស្ពឹងស្រឿងដែរទាំងអស់គ្នាដៃទលេអញ្ចឹងណាគាត់ក៏ឡើងរើpass app មួយហ្នឹងនិយាយចាំទៅគឺកង់3នាទីថ្ងៃទាំងគ្នាគាត់ក៏ចូលអង្គុយហើយពេលគាត់ចូលទៅអង្គុយហ្នឹងកូនម្នាក់ហ្នឹងដែលគាត់មើលឃើញច្បាស់ហ្មងគឺជាក្មេងស្រីទេដែលក្មេងស្រីម្នាក់ហ្នឹងគឺខាត់ខ្លួនទៅគៀនហ្មងទៅគៀនអញ្ចឹងណាចំណែកគាត់ក៏អង្គុយនៅគៀនហ្នឹងដែរអង្គុយនៅខាងក្រោយកន្លែងខាងក្រោយជាមួយនឹងគ្រានឹងឯងអញ្ចឹងគាត់ក៏អង្គុយគាត់ចុចទូរស័ព្ទរបៀបថាប្រឹងបើកទូរស័ព្ទតែសាប់គាត់គឺអលត់ថ្មរហូតគឺអលត់អញ្ចឹងគាត់ក៏អង្គុយបន្តអង្គុយស្ងៀមអញ្ចឹងណាហើយពូម្នាក់ហ្នឹងក៏សួរនាំថាគាត់មកពីកម្មវិធីមកពីអីមែនធំប្រឹងស្រាធំអីអញ្ចឹងណាអញ្ចឹងគាត់ថាដឹងហើយពូខ្ញុំមកគូកណ្ដាលពួកម៉ែអីអញ្ចឹងទៅនិយាយអញ្ចឹងហើយផ្នែករបស់គាត់ក៏ចេះតែងាកស្រឡឹងកូនស្រីហ្នឹងប៉ុន្តែដោយសារតែក្នុង pass app គឺអត់មានភ្លើងទេទាំងអស់គ្នាភ្លើងគឺចាំងរបៀបថាតាមផ្លូវជិះដល់កន្លែងណាមានពូភ្លើងនៅខាងលើអញ្ចឹងក៏ចាំងមកលើមុខកូនស្រីហ្នឹងអញ្ចឹងណាដោយសារតែកូនស្រីហ្នឹងគឺអង្គុយឲ្យដាក់ក្បាលចែដាក់ក្បាលផ្អែកជាមួយនឹងអាប់ប្រកាន់អាននៅចំហៀង pass app ហ្នឹងអញ្ចឹងណាគឺដាក់ក្បាលចែហើយសក់កូនស្រីហ្នឹងគឺហៅទៅតាមខ្យល់គឺគាត់បានឃើញមុខកូនស្រីហ្នឹងនៅពេលដែរគេឈប់ stop ទាំងអស់គ្នាធម្មតាម៉ោងប្រហែលជាខ្ទង់2:10:71អញ្ចឹងគឺ stop អ្នកខ្លះទៅជិះបំពេញទៅមុខអីអញ្ចឹងទៅប៉ុន្តែពួក pass app ហ្នឹងគឺគាត់ឈប់នៅក្រោមភ្លើងហ្នឹងដោយសារគាត់ធ្លាប់គាត់ប្រាប់ថាចេះគាត់ធ្លាប់មានបទពិសោធន៍មួយនៅពេលដែលគាត់ឆ្លងទៅពេលដែលយប់កណ្ដាលរៀនហ្នឹងទាំងអស់គ្នាគឺគេប៊ីបុកគាត់ចឹងហើយតាពីពេលហ្នឹងមកគាត់ដឹងគ្រប់ចរាចរណ៍ហ្មងគាត់ហ៊ានឆ្លងទៅបីជពេលជប់អត់មានឡានអត់មានអីក៏ដោយចឹងគាត់ក៏ឈប់គាត់ក៏មើលឃើញកូនស្រីហ្នឹងណាអង្គុយភ្នែកវារបៀបថាបិទព្រមទឹកមុខកូនស្រីហ្នឹងគឺស្លេកស្លាំងទាំងអស់គ្នាគឺស្លេកស្លាំងសក់ហ្នឹងគឺបក់ទៅតាមខ្យល់អីចឹងតែអញ្ចឹងគាត់សួរថាចេះពូឯងនាំកូនមករត់កង់រត់ pass app ជាមួយរយប់អញ្ចឹងដែរអត់ខ្លាចកូនមួយដេកកូនអីហើយមុខកូនពួកឯងដូចស្លេកស្លាំងទៀតអញ្ចឹងពូហ្នឹងក៏ងាកមើលគាត់ចេះ
កូនហើយលៀបសួរគាត់ថាកូនលៀបសួរដូចឆ្ងល់អញ្ចឹងណាគាត់ថាកូនស្រីពួកឯងនេះអង្គុយចិត្តខ្ញុំនេះឈឺមែនហើយគាត់ក៏និយាយថាចេះមីអូនខាត់មកនេះមកចាក់ធ្លាក់គាត់និយាយអញ្ចឹងទៀតទាំងគ្នាហើយពូម្នាក់ហ្នឹងក៏គាត់អត់ទាន់មកទេអញ្ចឹងគាត់ក៏និយាយថាជាបន្តទៅមុខទេពេល stop បត់ខៀវអញ្ចឹងណាគាត់ជាបន្តទៅមុខអញ្ចឹងឡងគឺគាត់ចេះតែងាកភ្នែកស្លឹងទៅកូនស្រីម្នាក់ហ្នឹងហើយពូម្នាក់ក៏ចេះតែបាត់ផាសែបទៅហើយគាត់ក៏ប្រាប់ឲ្យកាច់ផ្លូវទៅផ្ទះគាត់កាច់អីចឹងទៅកាច់ទៅដល់ផ្លូវមុខផ្ទះរបស់គាត់ភ្លាមមុខផ្ទះរបស់គាត់គឺមានភ្លើងនៅខាងមុខបើកភ្លើងអញ្ចឹងគាត់ក៏ចុះពីលើផាសអេបរបស់ពូហ្នឹងណាចុះរួចគាត់ក៏ឲ្យលុយទៅពូនឹងក្រៅគាត់ឲ្យពូនឹង 20000 ហើយគាត់ថាចេះពូឲ្យនាំកូនទៅពេទ្យទៅមីអូនមើលទៅអត់សូវស្រួលទេអញ្ចឹងពូម្នាក់ហ្នឹងទាំងអស់គ្នាគាត់នឹងក៏ទាញទូរស័ព្ទរបស់គាត់បាត់រូបកូនស្រីរបស់គាត់ហើយរូបដែលពូម្នាក់ហ្នឹងឲ្យគាត់មើលហ្នឹងណាគឺរូបក្មេងស្រីដេកស្លាប់ដាក់របៀបថាដាក់ស្លៃសសនៅក្នុងច្រមុះដេកចាដេកឲ្យកាន់របៀបថាកាន់ធូបដេកអញ្ចឹងហើយគាត់សួរថានឹងមែនកូនស្រីនឹងមែនអញ្ចឹងគាត់ក៏ងាកទៅមើលកូនស្រីដែលអង្គុយលើផាសអេបហ្នឹងកូនស្រីហ្នឹងគឺអង្គុយមើលគាត់ចេះវិញហើយទឹកមុខគឺស្លេកខ្លាំងជារូបភាពដែលគាត់បានឃើញនឹងឯងអញ្ចឹងគាត់ថាគាត់និយាយពេលហ្នឹងគាត់ទិញកាំងដែរខួរក្បាលរបស់គាត់កំពុងតែដំណើរការថាចេះតើអីគេប្រកាសរូបដែលគាត់មើលហើយនឹងកូនស្រីហ្នឹងកូនភ្លោះទៅមួយមិនអីមិនអញ្ចឹងពូម្នាក់ហ្នឹងក៏គាត់អត់និយាយចាស់គាត់ថាចេះផាយជាក្មួយឯងមើលឃើញកូនពូហើយក្មួយឯងមើលឃើញដែរមែនបើមើលឃើញអញ្ចឹងគឺនឹងឲ្យកូនស្រីរបស់ពូគឺស្លាប់រយៈពេលកន្លះឆ្នាំហើយឡងទាំងអស់គ្នាគាត់លឺកន្លែងហ្នឹងភ្លាមបេះដូងរបស់គាត់គឺលោតស្ទើកាំងហ្មងលោតស្ទើកាំងហើយពូម្នាក់ហ្នឹងណាគាត់និយាយប៉ុណ្ណឹងរួចគាត់ក៏យកស្ករគ្រាប់ទៅដាក់កន្លែងដែរឡងអង្គុយហ្នឹងដាក់ស្ករគ្រាប់ឲ្យថាចេះកូនអើយកុំមកបន្លាចពូចឹងណារបៀបនិយាយចឹងប្រាប់គាត់អីចឹងប្រាប់កូននឹងអីចឹងទៅបន្ទាប់មកកូនម្នាក់ហ្នឹងក៏បាត់ទៅភ្លាមនឹងហ្មងគឺបាត់ទៅចឹងទៅចំណែកឡងគាត់ឈោញដៃមកជើងសំខាន់គឺគាត់លិចនោមដាក់ខោថែមទៀតទាំងអស់គ្នាហើយពូកង់3នេះគាត់ថាជើងគាត់សុំទោសផងព្រោះថាមិនមែនតែឡងទេដែលធ្លាប់ឃើញកូនស្រីរបស់គាត់អ្នកដែលគេធ្លាប់ជិះមុនក៏គេធ្លាប់ឃើញដែរហើយគាត់ហ្នឹងគឺមិនដែលលាក់គេទេគាត់ប្រាប់តាមត្រង់តែកូនស្រីគាត់ហ្នឹងគឺបានស្លាប់បាត់ហើយគឺគាត់ប្រាប់គេតាមត្រង់ហ្មងអ្នកខ្លះទៅគាត់ឃើញថាអត់សូវស្រួលរៀងខ្លាចខ្លាំងអញ្ចឹងគឺគាត់អត់និយាយប្រាប់ទេគាត់ប្រាប់តែកូនគាត់អីចឹងទៅប៉ុន្តែជាក់ស្ដែងទៅភាគច្រើនគឺគាត់តែប្រាប់ជឿថាកូនស្រីរបស់គាត់គឺបានស្លាប់នឹងឯងនឹងអ្នកគ្នាចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះក៏មានតែប៉ុណ្្នឹងដែរបើសិនជាអ្នកគ្នាមានរឿងចែករំលែកកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផងហើយអ្នកគ្នាយល់បានណាដែរចំពោះរឿងរ៉ាវមួយហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេ